នៅក្នុងស្រុកស្អាងខេត្តកណ្ដាលមានវត្តបុរាណស្ថិតនៅលើកូនភ្នំតូចមួយជាទីកន្លែងដែលលាក់បាំងសិល្បៈស្ថាបត្យកម្មនិងគំនូរព្រះពុទ្ធសាសនាដ៏កម្រនោះគឺវត្តភ្នំធនមុនវត្តភ្នំធនមុននេះដែរមានទីតាំងស្ថិតនៅឃុំព្រៃកុយស្រុកស្អាងខេត្តកណ្ដាលដែលវត្តនេះដែរបើតាមអក្សរដែលបានឆ្លាក់នៅជញ្ជាំងនេះគឺយើងអាចហៅឈ្មោះវត្តនេះបានថាវត្តស្រះស្រង់គិរីសោភ័ណ្ឌភ្នំធនមុនដែលវត្តនេះបានចាប់ផ្ដើមសាងសង់ដំបូងនៅក្នុងឆ្នាំ1947និងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ1956សំណង់នេះត្រូវបានសាងសង់ឡើងដោយប្រើឥដ្ឋនិងកំបោរក្នុងរចនាបថសម័យសង្គមរាស្ត្រនិយមដែលជារចនាបថពេញនិយមនៅកម្ពុជានាសម័យនោះអ្វីដែលធ្វើឲ្យព្រះវិហារនេះពិសេសនោះគឺរចនាបថព្រះវិហារមណ្ឌលកំពូលមុខព្រំដែលយើងកម្រឃើញនៅវត្តទូទៅព្រះវិហារនេះត្រូវបានសាងសង់នៅលើខឿនខ្ពស់មានជណ្ដើរឡើងពីគ្រប់ទិសហើយជុំវិញតុបតែងដោយបង្កាន់ដៃនាគយ៉ាងល្អប្រណិតនៅតាមជញ្ជាំងនិងស៊ុមទ្វារគេអាចឃើញក្បាច់លម្អបុរាណរូបព្រះពុទ្ធនិងរូបព្រះសិអាមេត្រីដែលបង្ហាញពីជំនឿនិងសិល្បៈរបស់ខ្មែរយ៉ាងច្បាស់ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់វត្តភ្នំធនមុននេះគឺគំនូរដែលនៅខាងក្នុងព្រះវិហារគំនូរទាំងនេះត្រូវបានគូរនៅក្នុងឆ្នាំ1958ដោយព្រះសង្ឃព្រះនាមអាអិនដែលមានផ្ទាំងគំនូរជាង50ផ្ទាំងគូររៀបរាប់អំពីជាតិកំណើតផ្សេងៗរបស់នាងព្រំពានិងព្រះពុទ្ធអង្គក្នុងអតីតជាតិរឿងទាំងនេះមានប្រភពមកពីគម្ពីរសន្ធរនិព្វានហើយជាគំនូរដែលកម្រឃើញបំផុតនៅប្រទេសកម្ពុជានៅក្នុងព្រះវិហារផ្នែកខាងលិចព្រះពុទ្ធបដិមាដ៏ធំជាងគេគឺជាព្រះជីដ៏សំខាន់មួយមានព្រះនាមថាព្រះវិរិយមេត្តយាពុទ្ធោដែលមានន័យថាព្រះពុទ្ធដែលមានសេចក្តីព្យាយាមខ្ពង់ខ្ពស់បំផុតក្នុងការជួយសង្គ្រោះសត្វលោកព្រះបដិមានេះត្រូវបានសាងសង់នៅក្នុងឆ្នាំ1955និងធ្វើពិធីអភិសេកនៅក្នុងឆ្នាំ1959អ្វីដែលពិសេសនោះគឺព្រះអង្គជីនៅតែបន្តគង់នៅរហូតដល់សព្វថ្ងៃទោះឆ្លងកាត់សម័យសង្គ្រាមក៏ដោយវត្តភ្នំធនមុនមិនត្រឹមតែជាទីសក្ការៈបូជានោះទេប៉ុន្តែថែមទាំងជាបេតិកភណ្ឌសិល្បៈខ្មែរដែលបង្ហាញពីទេពកោសល្យគំនូរស្ថាបត្យកម្មនិងជំនឿព្រះពុទ្ធសាសនាទីនេះគឺជាកន្លែងអតីតកាលដែលរស់រវើកតាមរយៈផ្ទាំងគំនូរនិងសំណង់បុរាណប្រសិនបើពុកម៉ែបងប្អូនទាំងគ្នាចូលចិត្តនៅវីដេអូនេះសូមកុំភ្លេចចុច like ក៏ដូចជាចែករំលែកវីដេអូនេះម្នាក់មួយផងហើយប្រសិនបើពុកម៉ែបងប្អូនទាំងគ្នាមានពេលអាចមកទស្សនានៅវត្តភ្នំធនមុននេះឲ្យបានម្ដងដើម្បីបានស្គាល់ពីសិល្បៈដ៏អស្ចារ្យរបស់ខ្មែរយើងអរគុណច្រើនបានជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតជម្រាបលា